លើកទី1ដែលខ្ញុំបានទៅវៀតណាមដោយខ្លួនឯងហើយក៏ជាបទពិសោធន៍ដែលខ្ញុំចង់ចាំអត់ភ្លេចដែរដែលខ្ញុំបានជួបនៅវៀតណាមហើយពីយប់3ថ្ងៃដែលខ្ញុំបានទៅលេងវៀតណាមនឹងផ្ដល់បទពិសោធន៍អីគេខ្លះដល់ខ្ញុំហើយខ្ញុំជួបរឿងអីគេមើលវីដេអូនឹងដល់ចប់តហើយសម្រាប់អ្នកដែលអត់ធ្លាប់បានទៅវៀតណាមចង់ដើរលេងវៀតណាមដោយខ្លួនឯងវីដេអូខ្ញុំបានព្រោះអីខ្ញុំនឹងប្រាប់ detail តែម្ដងពីការធ្វើដំណើររបៀបមិនដើរធ្វើមិនឲ្យចំណេញហើយអត់មានគេ scam មកខ្ញុំនឹងប្រាប់ detail ឲ្យអ្នកគ្នាស្ដាប់ហ្មងអត់លាក់លៀមទេអញ្ចឹងថ្ងៃទី1ម៉ោង7ព្រឹកខ្ញុំត្រូវធ្វើមិនឲ្យទៅដល់បេឡានគេហើយបេឡានដែលខ្ញុំជិះនឹងគឺមានឈ្មោះថាខៃណាមពីភ្នំពេញទៅវៀតណាមនឹងខ្ញុំធ្វើការប្រើប្រាស់មធ្យោបាយធ្វើដំណើរដោយឡានដោយក្រុមហ៊ុនខៃណាមបាន booking តាម app Red Bird honestly ពីខ្ញុំអ្នកប្រើប្រាស់ហ្មង app Red Bird ងាយស្រួលក្នុងការ booking ហើយមានជម្រើសក្នុងការឲ្យយើងជ្រើសរើសក្រុមហ៊ុនណាឡានណាដែលយើងចង់ជិះហើយងាយស្រួលបងលុយទៀតអត់មានអារម្មណ៍ថាញ៉ៃញ៉ៃអីទេហើយជាពិសេសបើសិនជាអ្នកគ្នាគិតថាចង់ cancel អីក៏អាច cancel បានទៀតពីភ្នំពេញនឹងតាំងពីម៉ោង7ព្រឹកហើយអានេះគឺជាចំណតទី1ដែលគេឲ្យយើងឈប់ទិញអីញ៉ាំពេលព្រឹកអីចឹងទៅគេទៅពេលឲ្យយើង10ទៅ15នាទីក្នុងការទិញកាហ្វេអីញ៉ាំទិញអាហារពេលព្រឹកអីតិចតួចអីអញ្ចឹងណាហើយយើងក៏បានទិញនំប៉័ងម៉ាកាណាត់ហើយកាហ្វេមួយកែវយើងទៅដោយសារតែគេលឿនពេកខ្ញុំញ៉ាំអត់តក៏ខ្ញុំយកមកញ៉ាំនៅក្នុងឡានចឹងទៅតាំងពីម៉ោង7រហូតដល់ម៉ោង7:11គេមកដល់ព្រំដែនបាវិតហើយមុននឹងទៅដល់ព្រំដែនបាវិតវាយប៉ាសពតហ្នឹងគេឲ្យយើងជប់សម្រាប់ញ៉ាំបាយថ្ងៃត្រង់សិនហើយក្រុមហ៊ុនខៃណាមគាត់ហ្នឹងគឺគាត់មាន free សេវាកម្ម free បាយថ្ងៃត្រង់ឲ្យយើងញ៉ាំម្នាក់បានមកហូបពីមុខលយមែនពីញ៉ាំបាយហើយគេទុកពេលឲ្យយើង15នាទីហ្នឹងក៏គេបានធ្វើដំណើរទៅវាយប៉ាសពតចូលព្រំដែនវៀតណាមមុនឡើងឡានពីភ្នំពេញមកហ្នឹងគេបានប្រមូលប៉ាសពតយើងឲ្យម្ដងដើម្បីងាយស្រួលឲ្យគេបំពេញឯកសារឲ្យយើងពេលដែលគេបំពេញឯកសារអីឲ្យយើងហើយក៏គេបានឲ្យប៉ាសពតយើងវិញដើម្បីឲ្យយើងកាន់ប៉ាសពតហ្នឹងចូលទៅព្រំដែនវៀតណាមដើម្បីឲ្យយើងបានទៅវាយប៉ាសពតហ្នឹងពេលដែលយើងចូលទៅវាយប៉ាសពតហ្នឹងអ្នកគ្នាកុំភ័យព្រោះអីនៅក្នុងហ្នឹងគេមានតកង់ឡានដែលយើងជិះមកហ្នឹងចាំណែនាំយើងឲ្យថាយើងត្រូវធ្វើម៉េចអញ្ចឹងរឿងណាយើងធ្វើបន្ទាប់ហ្នឹងគឺត្រូវទិញ SIM ហើយ SIM មួយហ្នឹងគឺមានតម្លៃ 15,000 លុយខ្មែរយើងបន្ទាប់ពីជិះចេញពីព្រំដែនវៀតណាមហើយក្រុមហ៊ុននេះត្រូវដូរឡានខ្ញុំដឹងថាក្រុមហ៊ុនផ្សេងគេដូរឡានអត់ទេប៉ុន្តែក្រុមហ៊ុនខៃណាមនេះគេដូរឡាន2តង់ដើម្បីជិះចូលទៅក្នុងក្រុងគេជិះរយៈពេល1ម៉ោង7 ម៉ោង finally ខ្ញុំបានមកដល់ក្រុងវៀតណាមហើយមកដល់បេឡានគេភ្លាមគឺខ្ញុំយកអីវ៉ាន់ហើយខ្ញុំ booking Grab ដើម្បីជិះទៅកន្លែងខ្ញុំគេហើយខ្ញុំប្រាប់អ្នកគ្នាមួយមកវៀតណាមត្រូវមាន app Grab ដោយសារតែនៅនេះបើអ្នកគ្នាមាន app Grab ទេហៅមាត់គឺគេចាក់កហ្មងមិនចាក់ធម្មតាគឺអាហ្មងនិយាយមែនខ្ញុំសុំនិយាយកន្លែងនេះខុសប្រធានបទតិចខ្ញុំខឹងពីអ្នកនឹងខ្លាំងណាស់ឡានគេចេញម៉ោង7តែពីរអ្នកនឹងគេច្រឡំថាឡានចេញម៉ោង9ខ្ញុំសឹកគ្រឹតហ្មងអាមកតាមក្រោយមកខ្ញុំនិយាយមែនសឹកគ្រឹតសាហាវតពីយើងមកសម្រួលគ្នាអីគ្នាហើយអស់ហើយក៏យើងបានមករកអីញ៉ាំពេលល្ងាចញ៉ាំអីហ្នឹងគឺនៅចិត្តអូតែខ្ញុំទេអត់នៅណាឆ្ងាយទេតែខ្ញុំគេហ្នឹងចាំវីដេអូក្រោយចាំខ្ញុំប្រាប់កន្លែងខ្ញុំគេហ្នឹងគឺថាស្អាតហើយតម្លៃសមរម្យទៀតចែកគ្នាមកយកបាត់ដល់20រៀលបន្ទាប់ពីញ៉ាំអីហើយក៏ពួកយើងមកអូដោតែវិញដើម្បីចែកលុយគ្នាហើយកន្លែងនេះសំខាន់មែនតើអត់ធ្លាប់មកវៀតណាមមកត្រូវដឹងខ្ទង់លេខលុយឲ្យគ្រប់ចំនួនទាំងអស់ព្រោះអីលុយវៀតណាមគឺមានលេខ0ច្រើនមែនតើខ្ញុំប្រាប់ tip មួយតែអ្នកគ្នាចូលទៅ Casio យើងហ្នឹងហើយចុចពាក្យ convert វានឹងបដូរលុយដុល្លារទៅលុយដងឲ្យយើងងាយស្រួលហ្មងបាញ់បែអញ្ចឹងថ្ងៃទី1ព្រោះខ្ញុំអញ្ចឹងអត់បានធ្វើអីច្រើនទេដោយសារតែគ្រាន់តែជិះឡានមកហ្នឹងគឺខាត់ពេលអស់មួយថ្ងៃបាត់ហើយ Cafe Apartment នេះខ្ទង់ម៉ោង7ហើយខ្ញុំមករកអីញ៉ាំតិចតួចផឹកអីតិចតួចអីអញ្ចឹងខ្ញុំមិនអ្នកគ្នាមកពេលល្ងាចឬក៏ពេលយប់មកដោយសារតែពេលយប់ទេសភាពស្អាតជាងពេលថ្ងៃពេលផឹកអីអញ្ចឹងក៏បានចូលហាងនៅនេះនៅជាន់ទី5ខ្ញុំអត់ recommend អ្នកគ្នាមកហាងនេះគឺកាហ្វេអត់ឆ្ងាញ់ទេនិយាយមែនពីកាហ្វេហ្នឹងហើយក៏ខ្ញុំបានទៅកន្លែងនេះខ្ញុំដឹងឈ្មោះអីចាំខ្ញុំដាក់ location នឹងឲ្យគឺកន្លែងហ្នឹងគឺជាកន្លែងដែលជនមកទេល្បីអាសាទៅហ្នឹងហើយជាកន្លែងដែលហមលេងកំសាន្តទៅបាននិយាយដូចនៅខ្មែរគឺដូច pop street លេងនៅហ្នឹងមកចុងពីជុំអីទៅ feeling ដូចមិនខកអីនៅខ្មែរមែនទេដូចតែ pop street នៅសៀមរាបយើងប៉ុន្តែគេមានបែបចេញមកស្រីស្អាតហមលើ steak មុខហាងអីអញ្ចឹងបន្ទាប់ពីដើរហត់ហើយក៏នាំគ្នាចូលរកអីញ៉ាំមកកន្លែងហ្នឹងនៅក្នុងហ្នឹងដែរអញ្ចឹងណាញ៉ាំគ្រឿងស្មុតតែខ្ញុំនិយាយមែនរសជាតិនៅហ្នឹងគឺផ្អែមដិតហ្មងបើប្រៃដិតហ្មងខ្ញុំដឹងកន្លែងហ្នឹងហើយក៏មកដើររកបាយបេដែលខ្ញុំគុំយូរតាំងពីនៅខ្មែរចូលថាបាយបេនៅវៀតណាមហ្នឹងវារសជាតិបែបម៉េចតែដូចតែបាយសាច់ជ្រូកយើងដែរអញ្ចឹងវីដេអូថ្ងៃទី1នៅវៀតណាមហ្នឹងគឺមានតែប៉ុណ្្នឹងឯងជួបគ្នានៅវីដេអូក្រោយថ្ងៃទី2